សូមស្វាគមន៍មកកាន់ Update Today គ្រោះរញ្ជួយដីកម្រិត 7.4 Richter វាយប្រហារប្រទេសហ្វីលីពីននៅព្រឹកនេះមជ្ឈមណ្ឌលឃ្លាំមើលគ្រោះរញ្ជួយដីអឺរ៉ុបហៅកាត់ថា EMSC បានឲ្យដឹងថាគ្រោះរញ្ជួយដីកម្រិតធ្ងន់ 7.4 Richter វាយប្រហារនៅលើកោះ Mindanao នៃប្រទេសហ្វីលីពីននៅព្រឹកថ្ងៃសុក្រទី 10 ខែតុលានេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters EMSC បង្ហាញថាគ្រោះរញ្ជួយដីខាងលើមានជម្រៅរញ្ជួយ 58 គីឡូម៉ែត្រទៅក្នុងដីដំបូងឡើយ EMSC បានរាយការណ៍ថាគ្រោះរញ្ជួយដីខាងលើមានកម្រិត 7.2 Richter ដោយឡែកប្រព័ន្ធប្រកាសអាសន្នពីរលកស៊ូណាមីរបស់សហរដ្ឋអាមេរិកក៏បានចេញសារព្រមានពីរលកស៊ូណាមីផងដែរដោយនិយាយថារលកស៊ូណាមីដ៏គ្រោះថ្នាក់អាចនឹងកើតឡើងនៅតាមឆ្នេរមួយចំនួនដែលស្ថិតនៅចម្ងាយប្រមាណ 300 គីឡូម៉ែត្រពីចំណុចកណ្ដាលនៃការរញ្ជួយដីនោះมันមានរបាយការណ៍លម្អិតពីផលប៉ះពាល់នៃការរញ្ជួយដីនេះនៅឡើយទេអាមេរិកគ្រោងបញ្ជូនទាហាន 200 នាក់ទៅប្រទេសអ៊ីស្រាអែលដើម្បីតាមដានកិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយក្រុមហាម៉ាស់មន្ត្រីសហរដ្ឋអាមេរិកបានឲ្យដឹងនៅថ្ងៃទី 9 តុលាថាសហរដ្ឋអាមេរិកនឹងដាក់ពង្រាយទាហានដល់ទៅ 200 នាក់ទៅកាន់ប្រទេសអ៊ីស្រាអែលដើម្បីបង្កើតក្រុមការងារមួយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរក្សាស្ថិរភាពនៅក្នុងតំបន់កាហ្សាទាហានអាមេរិកនឹងក្លាយជាកម្លាំងស្នូលរួមបញ្ចូលតំណាងយោធាមកពីប្រទេសអេស៊ីបកាតាទូគីនិងអេមីរ៉ាត់អារ៉ាប់រួមផងដែរទាហានអាមេរិកដែលនឹងត្រូវដាក់ពង្រាយមានជំនាញក្នុងការរៀបចំផែនការសន្តិសុខភស្តុភារនិងវិស្វកម្មលេខាធិការសារព័ត៌មានសេតវិមានលោកស្រី Caroline Leavitt បានបញ្ជាក់នៅក្នុងបណ្ដាញសង្គមថាទាហានអាមេរិកនឹងទទួលភារកិច្ចត្រួតពិនិត្យកិច្ចព្រមព្រៀងតំបន់កាហ្សាក្នុងប្រទេសអ៊ីស្រាអែលហើយនឹងធ្វើការជាមួយកងកម្លាំងអន្តរជាតិផ្សេងទៀតនេះជាបទឈប់បាញ់លើកទី 3 ដែលសម្រេចបានចាប់តាំងពីសង្គ្រាមបានចាប់ផ្ដើមមកលើកទី 1 នៅក្នុងខែវិច្ឆិកាឆ្នាំ 2023 ដោយចំណាត់ខ្មាំងជាង 100 នាក់ភាគច្រើនជាស្ត្រីនិងកុមារត្រូវបានដោះលែងជាថ្នូរនឹងអ្នកទោសប៉ាឡេស្ទីនលើកទី 2 ក្នុងខែមករានិងខែកុម្ភៈឆ្នាំ 2025 នេះពួកសកម្មប្រយុទ្ធប៉ាឡេស្ទីនបានដោះលែងចំណាត់ខ្មាំងអ៊ីស្រាអែល 25 នាក់និងសាកសព 8 នាក់ផ្សេងទៀតជាថ្នូរនឹងអ្នកទោសប៉ាឡេស្ទីនជិត 2,000 នាក់អ៊ីស្រាអែលបានបំផ្លាញបទឈប់បាញ់នោះកាលពីខែមីនាដោយសារការទម្លាក់គ្រាប់បែកដ៏គួរឲ្យភ្ញាក់ផ្អើលសូមបញ្ជាក់ថាសង្គ្រាមបានចាប់ផ្ដើមជាមួយក្រុមហាម៉ាស់នៅថ្ងៃទី 7 ខែតុលាឆ្នាំ 2023 បន្ទាប់ពីមានការវាយប្រហារលើអ៊ីស្រាអែលដោយបានសម្លាប់មនុស្សប្រមាណ 1,200 នាក់ភាគច្រើនជាជនស៊ីវិលនិងបានចាប់ចំណាត់ខ្មាំង 251 នាក់យុទ្ធនាការយោធាសងសឹករបស់អ៊ីស្រាអែលបានធ្វើឲ្យប្រជាជនប៉ាឡេស្ទីនប្រមាណ 67,000 នាក់បានស្លាប់ដែលភាគច្រើនជាជនស៊ីវិលហើយប្រមាណ 169,000 នាក់ផ្សេងទៀតបានរងផលប៉ះពាល់និងរងរបួសប៉ូលីសឥណ្ឌាបានចាប់ខ្លួនម្ចាស់ក្រុមហ៊ុនផលិតថ្នាំស៊ីរ៉ូក្អកពាក់ព័ន្ធទៅនឹងការស្លាប់របស់កុមារដល់ទៅ 21 នាក់ប៉ូលីសឥណ្ឌាបានចាប់ខ្លួនម្ចាស់ក្រុមហ៊ុនផលិតឱសថមួយបន្ទាប់ពីថ្នាំស៊ីរ៉ូក្អកដែលផលិតនៅរោងចក្ររបស់គាត់មានទំនាក់ទំនងទៅនឹងការស្លាប់របស់កុមារយ៉ាងហោចណាស់ 21 នាក់នេះបើតាមការឲ្យដឹងពីមន្ត្រីឥណ្ឌានៅថ្ងៃប្រហ័ស 9 តុលាម្សិលមិញភាគច្រើននៃកុមារដែលបានស្លាប់មានអាយុក្រោម 5 ឆ្នាំនៅក្នុងរដ្ឋម៉ាត់យ៉ាប្រាដេសក្នុងរយៈពេល 1 ខែកន្លងមកនេះបន្ទាប់ពីពួកគេបានផឹកថ្នាំស៊ីរ៉ូដែលមានជាតិពុលខ្លាំងថ្នាំស៊ីរ៉ូក្អកដែលផលិតនៅក្នុងប្រទេសឥណ្ឌាបានស្ថិតនៅក្រោមការត្រួតពិនិត្យជាសកលក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះដោយមានការស្លាប់តាក់ទងនឹងការប្រើប្រាស់ផលិតផលឥណ្ឌាដែលត្រូវបានរាយការណ៍នៅក្នុងប្រទេសមួយចំនួននិងបានបំផ្លាញកេរ្តិ៍ឈ្មោះអ្នកផលិតឱសថធំជាងគេទី 3 នៅលើពិភពលោកនេះ
លោកជីរ៉ាន់ហ្គាណាថាន់អាយុ75ឆ្នាំត្រូវបានចាប់ខ្លួននៅព្រឹកថ្ងៃប្រហ័សនៅផ្ទះរបស់លោកក្នុងទីក្រុងឆាណៃដោយប៉ូលីសរដ្ឋម៉ាឌ្យាប្រាដេសសូមបញ្ជាក់ថាកុមារជាង70នាក់បានស្លាប់នៅក្នុងប្រទេសហ្គាំប៊ីដោយសារជំងឺខ្សោយតម្រងនោមស្រួចស្រាលបន្ទាប់ពីបានប្រើសេរ៉ូក្អកដែលនាំចូលពីប្រទេសឥណ្ឌាក្នុងឆ្នាំ2022នៅក្នុងប្រទេសអូបេគីស្ថានមានកុមារ68នាក់បានស្លាប់នៅចន្លោះឆ្នាំ2022ដល់ឆ្នាំ2023បន្ទាប់ពីបានប្រើសេរ៉ូក្អកមានមេរោគមួយផ្សេងទៀតដែលផលិតនៅក្នុងប្រទេសឥណ្ឌាដែរនោះសូមអរគុណសម្រាប់ការតាមដាន Update Today